នៅក្នុងវីដេអូនេះអ្នកទាំងអស់គ្នានឹងបានទៅយល់ដឹងអំពីផលប្រយោជន៍នៃការស្រឡាញ់គេម្នាក់ឯងវិញម្ដងចំពោះការស្រឡាញ់គេម្នាក់ឯងវាមិនត្រឹមតែមានផលលំបាកនោះទេប៉ុន្តែវាក៏មានផលវិជ្ជមានក៏ដូចជាផលប្រយោជន៍មួយចំនួនសម្រាប់មនុស្សផងដែរដោយនេះបើសិនជាផ្អែកទៅតាមអ្នកប្រាជ្ញមួយចំនួននេះមកផ្អែកទៅតាមទ្រឹស្ដីរបស់អ្នកស្រី Iris Murdoch គឺជាអ្នកនិពន្ធក៏ដូចជាទស្សនវិទូដ៏ល្បីល្បាញរបស់ជនជាតិអ៊ីឡង់គាត់បាននិយាយថាលទ្ធផលនៃការស្រឡាញ់គេម្នាក់ឯងគឺជារបស់អ្នកទាំងស្រុងដែលអ្នកចង់ធ្វើអ្វីជាមួយវាចង់រក្សាទុកឬក៏ចង់កែច្នៃបែបណាក៏បានតាមចិត្តរបស់អ្នកនេះលោកស្រីចង់មានន័យថាក្តីស្រឡាញ់បែបនេះវាគឺជាក្តីស្រឡាញ់ដ៏មានសេរីភាពបំផុតព្រោះគ្មាននរណាម្នាក់អាចមកហាមឃាត់បញ្ជាឬក៏ដកហូតឬក៏ចង់បំផ្លាញវាបានពីក្នុងចិត្តរបស់អ្នកបានឡើយបើតាមលោក Friedrich Nietzsche គឺជាទស្សនវិទូជនជាតិអាល្លឺម៉ង់ដ៏ល្បីល្បាញមួយរូបលោកបាននិយាយថាការស្រឡាញ់គេម្នាក់ឯងគឺជាបដាសាដ៏គ្មានទីបញ្ចប់នៃបេះដូងដែលឯកាប៉ុន្តែវាក៏ជាកាតាលីករឬក៏ជាកម្លាំងជំរុញដ៏សំខាន់នៅក្នុងការស្វែងរកឃើញខ្លួនឯងយ៉ាងជ្រាលជ្រៅផងដែរនេះលោកចង់មានន័យថាស្រឡាញ់គេម្នាក់ឯងវាគឺជារឿងឈឺចាប់មួយប៉ុន្តែវាក៏ជាសារវាក៏ជាអ្វីមួយដែលជួយដាស់តឿនយើងឲ្យត្រឡប់មកស្គាល់ខ្លួនឯងសារឡើងវិញស្គាល់ខ្លួនឯងកាន់តែខ្លាំងស្គាល់ពីតម្លៃខ្លួនឯងកាន់តែច្រើនហើយនឹងធ្វើឲ្យយើងរឹងមាំជាងមុនថែមទៀតផងចំណែកលោក Søren Kierkegaard គឺជាទស្សនវិទូនិងជាចិត្តវិទូជនជាតិដាណឺម៉ាកមួយរូបលោកបាននិយាយថាការស្រឡាញ់គឺជាការផ្លាស់ប្ដូរខ្លួនឯងចំណែកការទទួលបានក្តីស្រឡាញ់គឺជាការត្រូវបានផ្លាស់ប្ដូរដោយអ្នកដទៃស្នេហាម្នាក់ឯងបានសហការបានបញ្ជាក់ថាសេចក្តីស្រឡាញ់អាចរស់រានបានដោយសារតែភ្លើងក្នុងចិត្តរបស់វាផ្ទាល់ដោយមិនចាំបាច់ត្រូវការអស់ឡើយនេះលោកចង់មានន័យថាការស្រឡាញ់គេម្នាក់ឯងគឺជាការស្រឡាញ់ដ៏បរិសុទ្ធមួយដែលវាមិនប្រែប្រួលទៅតាមទង្វើរបស់គេឡើយហើយវាបានបង្រៀនឲ្យមនុស្សគឺមានការគ្រប់គ្រងនៅអារម្មណ៍របស់ខ្លួនឯងមានចិត្តអំណត់ហើយនឹងយល់ពីតម្លៃនៃក្តីស្រឡាញ់ហើយតាមលោកស្តង់ដាគឺជាអ្នកនិពន្ធជនជាតិបារាំងដ៏ល្បីល្បាញមួយរូបលោកបាននិយាយថាអ្នកដែលស្រឡាញ់គេម្នាក់ឯងមើលឃើញពិភពលោកដោយវិញ្ញាណដ៏ហ្មត់ចត់ជាងមុនភាពឈឺចាប់នៃក្តីស្រឡាញ់ជួយបើកភ្នែកឲ្យយើងមើលឃើញពីទុក្ខវេទនារបស់អ្នកដទៃដោយបំផ្លែងចំណងស្នេហារបស់ខ្លួនទៅជាការយល់ចិត្តនិងចិត្តមេត្តាចំពោះមនុស្សជាតិទូទៅនេះលោកចង់មានន័យថាការស្រឡាញ់គេម្នាក់ឯងនឹងធ្វើឲ្យមនុស្សម្នាក់នោះគឺចាប់ផ្ដើមមានចិត្តល្អជាងមុនចាប់ផ្ដើមមានចិត្តទន់ភ្លន់ឆាប់យល់ចិត្តអ្នកដទៃឆាប់អាណិតអាសូរហើយមិនតែប៉ុណ្ណោះគឺពួកគេមិនងាយនឹងធ្វើបាបឬក៏បោកប្រាស់សេចក្តីស្នេហាទៅលើអ្នកផ្សេងឡើយបើតាមលោក Khalil Gibran គឺជាទស្សនវិទូជនជាតិលីបង់អាមេរិកដ៏ល្បីល្បាញមួយរូបលើពិភពលោកបានជឿថាស្នេហាពិតប្រាកដមិនមែនជាការដោះដូរឬក៏ជាការគ្រប់គ្រងនោះទេលោកបាននិយាយថាក្តីស្រឡាញ់នឹងផ្ដល់អ្វីឡើយក្រៅពីខ្លួនវាហើយក៏មិនយកអ្វីទៅវិញក្រៅពីខ្លួនវាឡើយក្តីស្រឡាញ់មិនមែនជាកម្មសិទ្ធិរបស់នរណាហើយក៏មិនអាចមាននរណាធ្វើជាម្ចាស់លើវាបានដែរព្រោះក្តីស្រឡាញ់គឺគ្រប់គ្រាន់សម្រាប់ក្តីស្រឡាញ់រួចទៅហើយនេះវាអាចពិបាករៀងយកបន្តិចប៉ុន្តែលោកចង់មានន័យថាការស្រឡាញ់គេម្នាក់ឯងនឹងដោះលែងជើងអំពីគុកនៃការរំពឹងនេះនៅពេលដែលយើងស្រឡាញ់គេម្នាក់ឯងគឺប្រកបណាស់គឺយើងមិនចង់គ្រប់គ្រងឬក៏មិនចង់បាននរណាម្នាក់មកធ្វើជាកម្មសិទ្ធិផ្ដាច់មុខរបស់យើងខ្លាំងពេកនោះឡើយយើងក៏នឹងមិនងាយខកចិត្តហើយបេះដូងរបស់យើងនឹងចាប់ផ្ដើមរីកចម្រើនហើយមិនតែប៉ុណ្ណោះយើងនឹងយល់ថាការស្រឡាញ់គឺជាការឃើញគេមានសុភមង្គលនៅចុងវីដេអូនេះខ្ញុំចង់បង្ហាញឬក៏ចង់ប្រាប់ទៅកាន់អ្នកទាំងអស់គ្នាថាសូមកុំប្រើប្រាស់នៅការស្រឡាញ់គេម្នាក់ឯងធ្វើជាអាវុធឬក៏ធ្វើជាបញ្ហាដល់ខ្លួនឯងក៏ដូចជាអ្នកដទៃ
សូមប្រើប្រាស់នូវអារម្មណ៍ដ៏បរិសុទ្ធរបស់យើងនៅក្នុងការស្រឡាញ់គេម្នាក់ឯងប្រកបទៅដោយភាពល្អប្រសើរដែលជាថ្នាំដែលជួយឲ្យយើងរីករាយជាងមុនក៏ដូចជាធ្វើឲ្យយើងមានការរីកចម្រើនជាងមុនថែមទៀតផង